សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Pro PT ហើយថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបលេងយកឈុតអ្នកគ្នាគឺជាឈុតធំសាហួលអ្នកគ្នាគឺបានចាញ់ហើយអ្នកគ្នាឈុតធំសាហួលគឺចាញ់នៅក្នុង server ថៃអ្នកគ្នាខ្ញុំបញ្ជាក់អ្នកគ្នាទុកជាមុនគឺចាញ់នៅក្នុង server ថៃណាឈុតអ្នកគ្នានេះអ្នកគ្នាគឺជាឈុតធំសាហួលអ្នកគ្នាគឺកប់ស្រីខ្លាំងមែនតើឈុតនេះគឺពាក់បានទាំងស្រីទាំងប្រុសអ្នកគ្នាគឺពាក់បានទាំងពីរតែម្ដងអាការវីដេអូមុនខ្ញុំថាពាក់បានតែស្រីទេប្រហែលជាពាក់បានតែស្រីទេអ្នកគ្នាតែវាចេញមកគឺពាក់បានទាំងស្រីទាំងប្រុសអ្នកគ្នាគឺកប់ស្រីតែម្ដងអ្នកគ្នាគឺវាមានឲ្យយើងខ្ចី7ថ្ងៃជាមួយនឹងឲ្យដាច់អ្នកគ្នាតែវាឲ្យយើងខ្ចីមុនអ្នកគ្នាឈុតធំសាហួលនេះគឺភ្នែកប៉ុន6អ្នកគ្នាធំខ្លាំងមែនតើហើយបើសិនជាអ្នកគ្នាចង់ចេះពីរបៀបលេងយកកុំភ្លេចតាមដានវីដេអូនឹងតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច like និង subscribe មកកាន់ខ្ញុំម្នាក់មួយផងហើយបើសិនជាស្គាល់ខ្ញុំកុំភ្លេច comment ផងអ្នកគ្នាតែកុំឲ្យរងចាំពេលវេលាយូរខ្ញុំមកប្រាប់អ្នកគ្នាតែម្ដងថាឈុតធំសាហួលនឹងគេលេងយកដោយរបៀបម៉េចអ្នកគ្នាហើយខ្ញុំប្រាប់អ្នកគ្នាថាអ្នក skin LAN អ្នកគេខ្ញុំមកប្រាប់អ្នកគ្នាថាគេលេងយកដោយរបៀបម៉េចបើសិនជាអ្នកគ្នាអត់ទាន់ចេះលេងយកទេកុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងប្រាប់ទាំងពីរតែម្ដងវាមានជាមួយនឹង skin LAN នេះ skin LAN គេធ្វើលក្ខណៈឡានក្រុងអ្នកទាំងអស់គ្នាជាមួយនឹង ski ហើយជាមួយនឹង skin ska សេរីចាស់គឺគេឲ្យយើងខ្ចីតែ5ថ្ងៃទេវាមានជាមួយនឹងឈុតធំសាហួលគឺកប់សេរីខ្លាំងមែនតើអ្នកគ្នាអ្នកគ្នាស្ដាប់សំឡេងមើលទៅធំសាហួលមិនអ្នកគ្នាជឿខ្ញុំនៅគឺខ្ញុំអត់បានកុហកអ្នកគ្នាទេគឺធំសាហួលមែនអ្នកគ្នាតែវាចេញនៅក្នុង server ថៃមុនអ្នកគ្នាអើយសោកស្ដាយខ្លាំងមែនតើអ្នកគ្នាវាចេញនៅក្នុង server ខ្មែរតែម្ដងគឺវាចេញនៅក្នុង server ថៃយើងលេងយកសិនហើយរបៀបលេងយកគឺងាយស្រួលទេអ្នកគ្នាចំពោះអាទី1ហ្នឹងអាខ្ចី7ថ្ងៃហ្នឹងធំសាហួលហ្នឹងគឺតម្រូវឲ្យអ្នកគ្នា log in ឬក៏ចូល game ជាប្រចាំថ្ងៃហ្នឹងចំនួន1ថ្ងៃឬក៏ចំនួន1ដងអ្នកគ្នានឹងទទួលបានឈុតធំសាហួលហ្នឹងខ្ចី7ថ្ងៃជាមួយនឹងសំឡេងវាអ្នកគ្នាធំសាហួលហ្នឹងបាន1ហើយបន្ទាប់មកគឺអ្នកគ្នា log in ជាលើកទី2អ្នកគ្នានឹងទទួលបានកាតបង្វិលកាក់អ្នកគ្នាកាតបង្វិលកាក់ចំនួន3សម្រាប់យកទៅបង្វិលឈុតប្រាកាក់អ្នកទាំងអស់គ្នាហើយអ្នកគ្នា log in ជាលើកទី3អ្នកទាំងអស់គ្នានឹងទទួលបានឈុតធំសាហួលនឹងចំនួន1អ្នកគ្នាគឺដាច់តែម្ដងកោបសេរីខ្លាំងមែនតើអ្នកគ្នាឈុតធំសាហួលនេះគឺលយខ្លាំងមែនតើអ្នកគ្នាលយត្រង់វាពាក់បានទាំងប្រុសទាំងស្រីតែម្ដងឥឡូវខ្ញុំ claim យកមកតែម្ដងអ្នកគ្នា claim យកមកពាក់ឲ្យអ្នកគ្នាមើលវ៉ាវលយខ្លាំងមែនតើស្អាតខ្លាំងមែនតើអ្នកគ្នាហើយខ្ញុំមកប្រាប់អ្នកគ្នាតែម្ដងថា skin LAN នេះគេលេងដោយរបៀបម៉េចអ្នកគ្នាត្រូវមាននេះអារូបនេះអារូបសัตว์ហ្នឹង logo ហ្នឹងដើម្បីបាន logo ហ្នឹងយកទៅដូរអ្នកគ្នាត្រូវតែលេងយកកន្លែងនេះអ្នកគ្នាកន្លែងហ្នឹងតម្រូវអ្នកគ្នាលេងឲ្យគ្រប់មកទើបអ្នកគ្នាអាចយកទៅដូរបានហើយរបៀបលេងគឺងាយស្រួលខ្លាំងមែនតើអ្នកគ្នាដើម្បីយកទៅដូរជាមួយនឹង skin LAN ហ្នឹងក៏ដូចជាអាវហើយជាមួយនឹង ski អ្នកគ្នាដើម្បីបាន logo ហ្នឹងដើម្បីយកទៅដូរជាមួយនឹងអាវដូចជា skin LAN អ្នកគ្នាត្រូវតែចេះលេងយកកន្លែងហ្នឹងហើយអាទី1ខ្ញុំ claim មិញហ្នឹងគឺតម្រូវអ្នកគ្នា log in ឬក៏ចូល game ជាប្រចាំថ្ងៃចំនួន1ថ្ងៃអ្នកគ្នានឹងទទួលបាន1ចំពោះទី2តម្រូវអ្នកគ្នាលេងវគ្គ4ស្មើ1វគ្គអ្នកគ្នានឹងទទួលបាន2ហើយទី3តម្រូវអ្នកគ្នាលេងវគ្គ4ស្មើចំនួន3វគ្គអ្នកគ្នានឹងទទួលបាន3ដូចគ្នាចំពោះទី4តម្រូវអ្នកគ្នាលេងវគ្គ4ស្មើចំនួន5វគ្គអ្នកទាំងអស់គ្នានឹងទទួលបានចំនួន4ហើយចំពោះទី5វិញតម្រូវអ្នកគ្នាលេងវគ្គ rank ក៏បានវគ្គ class sport ក៏បានលេងជាមួយមិត្តភ័ក្តិអ្នកគ្នាឲ្យបានចំនួន3 game អ្នកគ្នាលេងឲ្យបានចំនួន3 game មកអ្នកគ្នានឹងទទួលបានចំនួន5ហើយសរុបមកវិញគឺតម្រូវអ្នកគ្នាលេងដូចខ្ញុំនិយាយប្រាប់ខាងលើហ្នឹងអ្នកគ្នានឹងទទួលបានទាំងអស់ហ្នឹងតែម្ដងទាំងអស់ហ្នឹងគឺវាមានចំនួន15អ្នកគ្នាហើយអ្នកគ្នាលេងមួយថ្ងៃបាន15 2ថ្ងៃបាន30ពេលអ្នកគ្នាបាន30ហើយអ្នកគ្នាអាចយកទៅដូរជាមួយនឹង skin LAN បានដែរអ្នកគ្នា skin LAN គឺវាលក់តែ30ទេអ្នកគ្នាលេងបានលេងតែ2ថ្ងៃបានហើយអ្នកគ្នាមួយថ្ងៃ15 2ថ្ងៃ30ពេលអ្នកគ្នាបាន30ហើយអាចយកទៅដូរ skin LAN ក្រុងនឹងបានហើយអានេះ LAN យើងធម្មតាទេអ្នកគ្នាតែគេ design មកលក្ខណៈ LAN ក្រុងអ្នកគ្នាហើយខាងក្រោយហ្នឹងគឺជិះបាន6នាក់ហើយចំពោះខាងមុខវិញគឺជិះបាន2នាក់សរុបមកគឺជិះបាន8នាក់អ្នកគ្នាលយខ្លាំងមែនតើហើយវាមានជាមួយនឹងផ្សេងតែអ្នកគ្នាហើយមួយទៀតបើសិនជាអ្នកគ្នាលេងកន្លែងនោះអត់បានទេអត់ឬក៏ងាយបានអ្នកគ្នាអាចចូលមកលេងកន្លែងនេះបានកន្លែងហ្នឹងគឺតម្រូវឲ្យអ្នកគ្នាលេងវគ្គ rank ក៏បានឬក៏វគ្គ class sport ក៏បានលេងជាមួយមិត្តភ័ក្តិអ្នកគ្នាចំនួន1 game មកអ្នកគ្នានឹងទទួលបានចំនួន25អ្នកគ្នាលេងតែម្ដងក៏បានដែរ
ឲ្យតែចប់ហ្គេមហើយខ្ញុំប្រាប់អ្នកគ្នាមួយទៀតគឺអាកន្លែងនេះកន្លែងចាប់លាក់គីហ្នឹងគឺឈុតខ្លាគឺគេបានចេញហើយអ្នកគ្នាឈុតខ្លានៅក្នុង server ថៃគឺគេបានចាញ់ហើយ server ខ្មែរដឹងកាលបានចាញ់ទេប្រហែលជាអាប់ដេតរួចហើយអ្នកគ្នាឈុត server ថៃនិយាយទៅ server ថៃគេចាញ់មុនជើងទាំងអស់យឺតតែ server សិង្ហបុរីរបស់យើងទេគឺវាមានជាមួយនឹងស្បែកជើង skin ខ្លាអាវឈុតប្រុសឈុតស្រីអ្នកគ្នាហ្នឹងហើយគឺវាមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយចុច Subscribe មកកាន់ខ្ញុំម្នាក់មួយផងអ្នកគ្នា